តារានាំសំណាងកូនគ្រប់រូបត្រូវធ្វើខ្លួនជាតារានាំសំណាងសម្រាប់គ្រួសារជៀសវាងធ្វើខ្លួនឥតបានការនាំគ្រួសារធ្លាក់ក្នុងឋាននរកអវិជ័យកូនជាជីវិតរបស់គ្រួសារជាដង្ហើមរបស់ឪពុកម្ដាយគ្រួសារដែលមានសំណាងគឺមានកូនចេះគិតគូរដឹងខុសដឹងត្រូវដឹងគុណដឹងទោសមានសីលធម៌ជីវធម៌ចេះស្ដាប់ដំបូន្មានឪពុកម្ដាយនិងមិនសប្បាយភ្លេចភ្លើនដូចបង្ហាដែលនាំទុក្ខវេទនាដល់គ្រួសារហើយក៏មិនភ្លេចការសិក្សារៀនសូត្រផងដែរឪពុកម្ដាយនឹងជួយញញឹមនៅពេលដែលកូនគេសរសើរកូនរបស់ខ្លួនជាមនុស្សល្អចេះតស៊ូនឹងឧបសគ្គនិងហើយប្រឹងប្រែងរៀនសូត្ររហូតដល់ប្រឡងចូលទទួលបានអាហារូបករណ៍និងចុងបញ្ចប់នឹងមានការងារល្អធ្វើតែបុគ្គលនឹងខូចចិត្តតូចចិត្តអន់ចិត្តអស់សង្ឃឹមញញឹមលែងចេញនៅពេលដែលគេដៀកូនរបស់ខ្លួនថាជាមនុស្សអត់បានការធ្វើខ្លួនចំសៀកមិនឆ្លៀតប្រឹងប្រែងរៀនសូត្រធ្វើជាបន្ទោសរបស់ពុកម្ដាយមានកូនបែបនេះជាសំណាងអាក្រក់ក្នុងគ្រួសារនៅក្នុងនេះជាកូនត្រូវស្គាល់តួនាទីរបស់ខ្លួនចំពោះគ្រួសារក្នុងនេះជាកូនត្រូវនាំជោគជ័យសេរីមង្គលដល់គ្រួសារត្រូវនាំលៀបនាំជូនឪពុកម្ដាយឲ្យលោកសប្បាយចិត្តនិងមានមោទកភាពចំពោះយើងកាលមកជាកូនត្រូវតែធ្វើជាក្បួនរបស់សង្គ្រោះគ្រួសារព្រោះមានតែកូនគ្រប់គ្នានេះឯងដែលជាទីពឹងរបស់គ្រួសារមិនគិតថ្លៃការងាររបស់ពុកម៉ែសុទ្ធតែមិនគិតថ្លៃចំពោះបុត្រាបុត្រីគ្រប់រូបដូច្នេះក្នុងនេះជាកូនត្រូវតបស្នងសងគុណពួកគាត់វិញដោយមិនគិតថ្លៃដូចគ្នាកុំសួរថាគ្រួសាររបស់គាត់បានផ្ដល់អ្វីខ្លះដល់យើងតែយើងត្រូវតែសួរខ្លួនឯងថាតើយើងបានផ្ដល់អ្វីខ្លះដល់គ្រួសាររបស់យើងត្រូវតែដឹងថាគ្រួសារយើងផ្ដល់របស់យ៉ាងច្រើនលើសលប់ហួសពីការស្មានទុករបស់ឲ្យយើងទៅទៀតកុំធ្វើជាកូនបញ្ញាក្អែកនៅក្នុងគ្រួសារទៅធ្វើយ៉ាងណាជួយលើកកម្ពស់គ្រួសាររបស់យើងឲ្យមានការរីកចម្រើនទៅតំបន់ដាច់ស្រយាលមួយកុមារម្នាក់មានសម្បុរខ្មៅស្រអែមមុខមាត់ស្រស់គួរឲ្យជាទីស្រឡាញ់អាយុ8ឆ្នាំរស់នៅជាមួយម្ដាយជាស្ត្រីមេម៉ាយនិងប្អូនប្រុសបើដែលមានអាយុ2ឆ្នាំតែប៉ុណ្ណោះក្រោយពីឪពុកស្លាប់ទៅជីវភាពរស់នៅរបស់គាត់សភាពត្រដាមទៅដូចជាទីបំផុតនៅថ្ងៃមួយកុមារីយើងបានត្រូវការថវិកាមួយចំនួនសម្រាប់ការសិក្សារៀនសូត្រនាងយកក្រដាសសៀវភៅមួយសន្លឹកមកសរសេររួចហុចទៅឲ្យម្ដាយនៅពេលដែលគាត់កំពុងតែជួយឲ្យបាយជ្រូកម្ដាយដល់កំសត់បានទទួលក្រដាសពីកូនស្រីសំឡាញ់រួចគាត់ក៏បានអានស្ទើរតែមិនរួចព្រោះនាងមើលទៅតែរៀនថ្នាក់ទី2ដែលឡើយគាត់ព្យាយាមអានតែលំបាកនិងរដេករដុកក្នុងសម្បត្តិនោះមានសេចក្តីថាសម្បត្តិទាលុយចំម៉ែចំពោះចម្ពាក់ខ្ញុំថ្លៃយកប្អូនរាល់ថ្ងៃ1300រៀលថ្លៃដឹកគោឲ្យផឹកទឹក300រៀលថ្លៃរត់ទៅទិញគ្រឿងផ្សំ300រៀលថ្ងៃថ្លៃដងទឹកឲ្យម៉ែដាំបាយ300រៀលថ្លៃបោកអាវឲ្យប្អូន1300រៀលថ្លៃជួយបុកស្រូវឲ្យម៉ែ500រៀលទៀតសរុបទៅម៉ែចម្ពាក់ខ្ញុំ4000រៀលក្រោយពីអានសម្បត្តិកូនត្រីចៅគាត់ក៏បានសរសេរតបយ៉ាងរហ័សកុមារីយើងដែលឆ្លេឆ្នារងចាំយ៉ាងអន្ទះសារព្រោះតែនៅចំណាយរបស់ម្ដាយគាត់មានការប្រតិកម្មយ៉ាងខ្លាំងមួយសន្ទុះក្រោយមកគាត់បានសរសេរចោលរួចហើយកណ្ដាស់ឲ្យកូនស្រីវិញក្នុងសម្បត្តិនោះគាត់មានសារដូចតទៅនេះថ្លៃម្ដាយពពោះចំនួន9ខែ10ថ្ងៃនឹងមិនគិតថ្លៃម្ដាយដាំបាយដាំទឹកនិងចិញ្ចឹមកូនរហូតដល់អាយុ8ឆ្នាំនៅមិនគិតថ្លៃនាំកូនទៅដើរលេងកំសាន្តនិងជុំបុណ្យជាតិនឹងមិនគិតថ្លៃពេលកូនឈឺម្ដាយបង្ហូរទឹកភ្នែកខ្លាចកូនស្លាប់មុនអាយុមិនគិតថ្លៃបោកអាវកូនស្រីដល់ពេលនេះក៏មិនគិតថ្លៃជូនកូនទៅរៀនថ្លៃអប់រំប្រឌៀនប្រដៅនិងអប់រំបណ្ដោះកូនក៏មិនគិតថ្លៃឲ្យអនាគតមិនគិតថ្លៃសរុបចំណុចទឹកប្រាក់គឺ00រៀលមិនគិតថ្លៃទាំងអស់នេះគឺជាថ្លៃកតញ្ញូរបស់ម្ដាយចំពោះកូនកុមារអានចាំអាយុអត្ថន័យនិងកំសាន្តដែលម្ដាយបានសរសេររួចឆ្លើយតបចំពេញនោះនាងទើបឡើងមុខក្រហមហាក់ដូចជាពងទៅដោយកំហឹងប៉ុន្តែតាមពិតនាងនឹកឃើញដល់គុណូបការៈនិងព្រមវិហារធម៌របស់ម្ដាយដែលបានបង្ហាញពីទឹកចិត្តនិងក្តីស្រឡាញ់ចំពោះកូនពេលនោះដំណក់ទឹកភ្នែកបានហូរពុះជ្រែកផែនថ្មទាំងគូនិងស្រស់ថ្លាហូរចេញពីនេត្រាដ៏ខ្មៅទទន់របស់នាងទៅបានស្ទុះទៅលុនតួស្វ័យបង្គំម្ដាយចំនួន3ដងរួចស្ទុះក្រោកទៅអមញ៉ាំម្ដាយជាទីស្រឡាញ់ដោយបន្លឺនៅវិចារដែលផុសចេញពីដួងចិត្តដ៏បរិសុទ្ធនិងពុកផង់របស់នាងម៉ែជាអធិរាជដ៏មានញឹកដ៏មហិមារបស់កូននៅលើលោកនេះកូនមិននឹងធ្វើបែបណាទេចំពោះដើម្បីឲ្យស្មើនឹងអ្វីដែលម៉ែបានផ្ដល់ឲ្យកូនបានទេនាងបានបន្តទៀតថាភាពលើសលប់របស់ម៉ែគឺមិនអាចកាត់ថ្លៃបានហើយកូនជោគទាមទារនៅសំណងកូនឲ្យប្រឹងប្រែងរៀនសូត្រធ្វើជាកូនល្អរបស់ម៉ែម្យ៉ាងទៀតកូននឹងខិតខំបំពេញនៅពេញភាពកតញ្ញូជូនម្ដាយវិញគឺម៉ែ被ដំណត់ទឹកភ្នែករបស់នាងបារមាខ្លួនស្រក់តក់មកប្រានៅលើប្រតិពីម្ដាយបានឲ្យកូនស្រីយ៉ាងណែនជាប់នៅនឹងទ្រូងហើយបានពោលទាំងទឹកភ្នែកថាជាតិ
ជាម្ដាយគ្មានអ្វីចង់ឲ្យចង់អ្វីពីចង់បានអ្វីពីកូនក្រៅពីភាពកតញ្ញូហើយនឹងចង់ឃើញកូនប្រឹងប្រែងរៀនសូត្រប្រឡងចប់បានលទ្ធផលល្អក្នុងអនាគតនេះពេលខាងមុខជាអត្ថបទដ៏ស្រស់ដែលខ្ញុំចង់រំលែកពីសភៅកតញ្ញូដោយវ៉ាប៊ុននីគាត់ព្រោះតែចង់ស្អាតចង់ទាន់សម័យចង់មានរបបទំនើបទៅធ្វើក្នុងគ្រួសារលំបាកតម្រាំតែពុកម្ដាយបានរក 10000 20000 មិនមែនជារឿងងាយស្រួលនោះទេលុយដែលបានរកបន្តិចបន្តួចនោះសុទ្ធតែត្រូវបានចាយជាច្រើនមុខទៀតចំពោះដើម្បីគ្រប់គ្រងជីវភាពគ្រួសារចំពោះកូនគេអ្នកមានគេចង់ចាយប្រមាណក៏យើងក៏បានដែរតែយើងជាអ្នកក្រកុំឃើញដំរីជួសតែដំរីអីកុំចង់ស្រួលទាំងគ្រួសារយើងកំពុងតែលំបាកកុំចង់សម្រាប់ទាំងយើងមានកម្លាំងមធ្យោបាយតែមួយក៏តែជួយគ្រួសារយើងបាននោះគឺក្នុងនាមជាកូនយើងត្រូវប្រឹងប្រែងរៀនសូត្រក្រៅពីការងាររៀនសូត្រយើងត្រូវចេះជួយកិច្ចការក្នុងគ្រួសារទំនាស់រវាងការរវើនិងភាពប្រកបនិយមឧបមាយើងយល់ច្បាស់ពីកម្មផលល្អនិងអាក្រក់សន្តិភាពនិងភាពចុះសម្រុងគ្នាការយោគយល់និងអធ្យាស្រ័យឧបមាថាយើងយល់ច្បាស់ដូចគ្នានឹងចំពោះអំពីបេសកកម្មក្នុងចក្ខុវិស័យចំពោះទៅរកភាពចម្រុងចម្រើននិងចីរភាពនៃជាតិសាសនារបស់យើងប្រមាណថាយើងមានអំណាចមានទ្រព្យសម្បត្តិមហាសាលជាមហាសេដ្ឋីនិងជាបញ្ញវន្តមានទឹកចិត្តសប្បុរសចេះជួយស្អាតធ្វើច្រើនជាងអ្វីដែលពួកគាត់បាននិងកំពុងតែធ្វើដោយអ្វីដែលបានរៀបរាប់ខាងលើឧបមាជាមេដឹកនាំទាំងអស់ដែលធ្វើឲ្យយើងស្វែងពីការរវើនេះហើយធ្វើឲ្យយើងមើលឃើញពីភាពប្រកបនិយមនោះគឺជារឿងដ៏ប្រពៃយើងពិតជាអាចធ្វើបានច្រើនជាងអ្វីដែលយើងបានធ្លាប់ធ្វើកន្លងទៅទៀតដូចជាការគ្រប់គ្រងនិងការផ្ដល់ភក្ដីភាពការគោរពនិងការលើកតម្កើងគ្នាជាដើមសូមដឹកនាំខ្លួនយើងឲ្យទៅកាន់ប្រសើរឡើងជាប់ជាលំដាប់ការជួយទោះបីជាតិចឬក៏ច្រើនក៏ដោយគឺចាត់ទុកជាការផ្ដល់នូវក្តីសង្ឃឹមនិងការយកចិត្តទុកដាក់នៅក្នុងមជ្ឈបាយដ៏ល្អព្រះពិតជាមានបើអ្នកជឿលើព្រះកម្មពៀពិតជាមានបើអ្នកជឿទៅលើកម្មពៀហើយបើសិនបើអ្នកជឿថាមានព្រះនិងកម្មពៀលោកអ្នកនឹងគួរតែដឹងថាអ្វីៗគ្រប់យ៉ាងគឺនៅវើជុំវិញខ្លួនរឿងល្អប្រពៃនិងល្អអាចារ្យឬក៏ផ្ទុយពីនេះទាំងអស់ក៏ថាបានយើងត្រូវមានសិទ្ធិនិយមព្រោះជីវិតរបស់យើងធ្វើដំណើរបានវែងឆ្ងាយណាស់ទៅហើយដូច្នេះគ្មានហេតុផលអ្វីដែលយើងមិនអាចបន្តដំណើរទៅមុខបានទៀតទេសូមកុំអស់សង្ឃឹមសូមរំលឹកខ្លួនឯងជារឿយៗថាมันមានឡើយនៅពាក្យថាយឺតពេកហើយក៏វានឹងមិនដែលមានយឺតពេកឡើយក្នុងការធ្វើអ្វីមួយសូមចាប់ផ្ដើមពីវិនាទីនេះតទៅអ្នកមិនគួរកម្រិតជំនាញភាពជាអ្នកដឹកនាំរបស់អ្នកក្នុងស្ថានភាពការងាររបស់អ្នកឡើយទោះទៅវិញអ្នកត្រូវតែបើកឲ្យទូលាយដើម្បីបង្ហាញពីវិសាលភាពជាអ្នកដឹកនាំរបស់អ្នកតាមដែលអាចធ្វើទៅបានអ្នកនឹងមិនខ្វល់សោះឡើយអំពីកម្ដៅសរសៃនិងដំណក់ញើសប្រសិនបើអ្នកបានដឹងអំពីសភាពរបស់សាមណេរទាំងអស់នេះសាមណេរដ៏ល្អបរិសុទ្ធនេះខ្ញុំបើយើងអាចរំជួលចិត្តដែលមានមនោសញ្ចេតនាដោយសារតែធម្មជាតិដ៏ទន់នោះមានន័យថាយើងក៏អាចទាញយកប្រយោជន៍ពីសភាវៈទាំងអស់នេះបានមកវិញផងដែរត្រូវតែហ៊ានធ្វើនិងហ៊ានប្រកួតប្រជែងប៉ុន្តែមិនគួរបំពេញឡើយត្រូវតែទន់ភ្លន់ហ្មត់ចត់ម៉ឺងម៉ាត់និងប្រកបទៅដោយវិជ្ជាជីវៈប៉ុន្តែមិនគួរចាញ់ឆ្លាតគេឡើយតែត្រូវធ្វើខ្លួនឲ្យក្លាយជាអ្នកមាននិងមានកេរ្តិ៍ឈ្មោះល្បីល្បាញប៉ុន្តែមិនគួរលោភលន់ឡើយសេចក្តីសប្បាយរីករាយនិងភាពសាទរដែលមាននៅក្នុងសន្តានចិត្តរបស់ក្មេងៗទាំងនេះគឺពិតជាអាចធ្វើឲ្យបេះដូងខ្ញុំក៏ក្តៅមែនទែនក៏លេចទៅមើលការភ្នែករបស់ក្មេងទាំងនេះពោពេញទៅដោយចម្ងល់ក៏លេចទៅមើលបេះដូងរបស់ក្មេងទាំងនេះពោពេញទៅដោយក្តីសង្ឃឹមនិងក្តីសម័យក៏លេចទៅមើលអនាគតរបស់ក្មេងទាំងនេះវិញគឺត្រូវតែពឹងលើពួកយើងជាអ្នកកសាងឲ្យចែកជីវិតអាចពោពេញទៅដោយភាពខុសខើយំខ្នងចំពោះពួកយើងស្ទើរគ្រប់គ្នាយើងអាចនឹងកើតមានឡើងស្ទើរតែគ្រប់ទម្រង់ជីវិតនេះក៏អាចនឹងពោពេញទៅដោយភាពអយុត្តិធម៌ភាពលំអៀងហើយថែមទាំងមិនអាចទូទេបានឡើយទៀតផងសេចក្តីលំបាកវេទនាគឺជាដំណើរដ៏ឈឺខ្លោចផ្សាមួយដែលមិនងាយនឹងនរណាម្នាក់ចាប់អារម្មណ៍នឹងទទួលស្គាល់នោះបានទេប៉ុន្តែបើសិនជាមានភាពតស៊ូអត់ធ្មត់ទទូចនោះនៅចុងបញ្ចប់នឹងទទួលបានពរជ័យនិងផ្លែផ្កាជាមិនខានឡើយនិយាយចំទៅបណ្ឌិត PhD គឺប្រៀបដូចជាទឹកមួយដំណក់នៅក្នុងមហាសាគរប៉ុណ្ណោះដូច្នេះសូមព្យាយាមឲ្យកាន់តែមានវិជ្ជាជីវៈជាងមុនហើយនឹងរំទុំជាមុនឋានៈពេលដែលអ្នកបានទទួលងារជាបណ្ឌិតមិត្តភាពពិតប្រាកដគឺដូចជានឹងក្តីស្រឡាញ់ចំណែកឯក្តីស្រឡាញ់ក៏ពិតប្រាកដគឺអាចទៅដូចទៅនឹងជីវិតដូចនេះដែរជីវិតពិតជាទោះបីជាយ៉ាងណាក្តីគឺគ្រាន់តែជាកម្រង
រឿងគ្រប់រសជាតិទាំងផ្អែមល្ហែមនិងល្វីងជូរចត់នៅក្នុងចក្រជីវិតមួយដែលរស់នៅតែប៉ុណ្ណោះហើយណាមួយវានឹងបាត់បង់ឬក៏ត្រូវបានគេបំផ្លាញចោលទៅវិញជាមិនខានដូច្នេះសូមប្រកក្តីស្រឡាញ់និងការរស់នៅប្រកបទៅដោយសុសន្តិភាពទាន់អ្នកនៅអាចធ្វើបានព្រោះទាំងក្តីស្រឡាញ់និងចក្រជីវិតមិនគឺមិនអាចចឹងស្រ័យឡើយហើយយើងគ្រប់គ្នាក៏មិនមែនអមតៈដែរអ្នកចិត្តខាងយើងគេនឹងទទួលយកតម្លៃយកឲ្យតម្លៃយើងដរាបណាយើងចេះរក្សានៅសេចក្តីស្រឡាញ់និងការយកអធ្យាស្រ័យនិងការគោរពគ្នាទៅវិញទៅមកសូមធ្វើអ្វីដែលយើងចាំបាច់នឹងធ្វើហើយធ្វើឲ្យសម្រេចប្រយោជន៍ពុំមែនធ្វើអ្វីដែលយើងគ្រាន់តែចង់ធ្វើឬចាំតែគេជំរុញឲ្យយើងធ្វើបែបនោះទេសូមចាំថារបស់ពិតមិនមែននាំមកនៅប្រយោជន៍ដ៏ច្រើនជាងរបស់ខ្លែងបន្លំកែភ្នែកការធ្វើមិនកើតមិនឮមិនយកចិត្តទុកដាក់ចំពោះការងារផ្ទាល់ខ្លួននិងជំនាញមនុស្សជំនាញខ្លួនគឺជាមូលហេតុនៃបរាជ័យក្នុងចំណោមរឿងបរាជ័យធ្វើអ្វីក៏ដោយសូមកុំគ្រាន់តែធ្វើឲ្យល្អតែភ្នែកប៉ុន្តែសូមធ្វើឲ្យល្អអត្ថន័យនិងមានប្រយោជន៍ដល់សង្គមមនុស្សក្បែរខ្លួនការដែលមិនចេះដឹងថាខ្លួនឯងកំពុងតែធ្វើអ្វីគឺជាហេតុផលដែលនាំឲ្យយើងនោះគ្មានឱកាសលូតលាស់រីកចម្រើនមានគ្រាមួយក្នុងក្រមួយជីវិតបើចាយមិនចេះគិតព្រោះថាបើចង់មានជីវភាពទូទៅតែចេះសន្សំតែល្បិតនឹងខ្ជះខ្ជាយមកចត់នឹងទៅចេះទូពិនិត្យពិចារណាបានក៏ចុងជ្រោយមុននឹងចំណាយទៅលើអ្វីមួយអ្នកអាចនឹងជាមនុស្សម្នាក់តែមានមនុស្សជាច្រើនតែងតែគោរពកោតសរសើរនិងធ្វើជាគំរូព្រោះថាអ្នកប្រៀបដូចជាពុកម្ដាយឬជាគ្រូបង្រៀនអ្នកផ្ដល់ដំបូន្មានអ្នកប្រឹក្សាបងប្អូនប្រុសស្រីនិងមិត្តភក្តិរបស់គេជានិច្ចជាដើមនិយាយរួមមកបុគ្គលម្នាក់សុទ្ធតែមានសារៈសំខាន់រៀងៗខ្លួនបុគ្គលម្នាក់ទោះបីជាធ្វើការនៅទីណាក៏ដោយទើបតែចេះគិតឲ្យបានស៊ីជម្រៅនិងបានវែងឆ្ងាយព្រោះជួនកាលការហត់ទឹកសម្លឹងគឺមិនមែនជារឿងមិនល្អនោះទេសូមធ្វើខ្លួនជាបុគ្គលដែលពោរពេញទៅដោយការចែករំលែកប្រកបទៅដោយគុណធម៌សច្ចធម៌និងយុត្តិធម៌មិនល្អមិនមែនចាំតែដើរតួជាញាក់បញ្ហាគេឡើយប៉ុន្តែគួរតែដើរជាញាក់សម្រស់សម្រួលដាស់តឿននិងក្រើនរំលឹកបុគ្គលល្អគឺជាបុគ្គលស្មោះត្រង់ដែលមិននិយាយកុហកកខនៅក្នុងបុគ្គលគោលឡើយការគិតស៊ីជម្រៅនិងជំនាញក្នុងការវិភាគគឺជាជំនាញដែលមិនអាចកាត់ថ្លៃបានជំនាញនេះគឺបានមកពីការរៀននិងការអានអនុវត្តដូច្នេះសូមកុំដើរផ្លូវកាត់តែពេលដែលអ្នកបើកចិត្តទូលាយឲ្យចិត្តទូលាយទូប្រកបនៅឱកាសនឹងការធ្វើជំនួយនឹងផលឡើងគ្រប់ទីកន្លែងខ្ញុំតែងតែខំយកឈ្នះលើអ្វីដែលអ្នកផ្សេងខ្លាចបំផុតប៉ុន្តែខ្ញុំខ្លាចបំផុតនៅពេលដែលគេគ្រប់គ្នាមិនគ្រប់គ្រងនៅអ្វីដែលខ្ញុំខំយកឈ្នះនោះសូមកុំធ្វើតាមគេដោយគ្មានមនសិការហើយក៏សូមមេត្តាកុំបាក់ទឹកស្មារតីគេដែរជីវិតយើងខ្លីណាស់អ្នកមិនគួរចំណាយពេលធ្វើរឿងគ្មានប្រយោជន៍នៅឡើយទៅវិញអ្នកត្រូវធ្វើរឿងល្អៗនិងអភិវឌ្ឍខ្លួនឲ្យដើរទាន់សម័យកាលកុំពាក់ព័ន្ធក្នុងរឿងអបាយមុខកុំកេងប្រវ័ញ្ចអ្នកដទៃហើយក៏កុំគប្បីកុំឲ្យអ្នកដទៃកេងប្រវ័ញ្ចយើងបានដែរពោលសូមយើងម្នាក់ៗកុំមានចិត្តវិវេនឹងទាំងចំពោះខ្លួនឯងនិងអ្នកដទៃនៅក្នុងការប្រកបរបរអាជីវកម្មក៏ដូចជានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃដើម្បីកុំឲ្យបរាជ័យយើងចាំបាច់ត្រូវចេះបែងចែកឲ្យបានច្បាស់លាស់រវាងរបស់ដែលជាចំណងចំណូលចិត្តនិងជារបស់ដែលតម្រូវការចាំបាច់ការធ្វើអាជីវកម្មទោះបីជាតូចធំក្តីដើម្បីរក្សាអតិថិជនឲ្យបានជាប់លាប់យូរអង្វែងនិងប្រកបទៅដោយភាពថ្លៃថ្នូរនោះយើងចាំបាច់ត្រូវតែមានទំនួលខុសត្រូវផ្នែកសេវាកម្មនិងភាពស្មោះត្រង់ខ្ពស់បំផុតខ្ញុំហ៊ានស្រមៃខ្ញុំហ៊ានប្រឈមនឹងតទល់នឹងភាពភ័យខ្លាចពុំមែនដើម្បីគេឈ្មោះនោះទេប៉ុន្តែគឺដើម្បីភាពរីកចម្រើននិងការវិវត្តជាតិតែប៉ុណ្ណោះបុគ្គលនីមួយៗក៏បីមើលការងារជារឿងសំខាន់ទោះបីជាការងារធ្វើអ្វីក៏ដោយទៅការងារនោះមានន័យ កុំខ្វល់ពីសម្ដីអ្នកដទៃប៉ុន្តែអ្វីដែលអ្នកត្រូវខ្វល់គឺរបៀបគិតនិងគំនិតរបស់អ្នកទៅវិញនោះទេពេលដែលអ្នកធ្វើការឲ្យគេសូមកុំគិតថាខ្លួនជាអ្នកស៊ីឈ្នួលគេប៉ុន្តែសូមគិតថាខ្លួនគឺទៅរៀនដោយឥតបង់ថ្លៃវិញទៅល្អប្រសើរជាងជីវិតរបស់មនុស្សគ្រប់គ្នាអាចរីករាយទៅបានគឺអាស្រ័យទៅលើការចាប់ផ្ដើមថ្ងៃថ្មីរបស់ខ្លួនដោយភាពរីករាយនិងភាពវិជ្ជមាននិងប្រកបទៅដោយសុទ្ធិធិនិយមនៅពេលនោះហើយដែលធ្វើឲ្យជីវិតរបស់អ្នកមានរស្មីភ្លឺស្វាងភាពសាមញ្ញគឺជាភាពប្រកបប្រជានៃជីវិតដែលមានការយកចិត្តទុកដាក់និងការជឿឆ្អើរការចំណាយពេលវេលាជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់និងការងារដែលអ្នកពេញចិត្តនិងមានតម្លៃជាទីបំផុតការធ្វើបុណ្យធ្វើទានគឺជាមនោសញ្ចេតនានេះក៏ជាចំណង់ចំណូលចិត្តរបស់ខ្ញុំដែរ
ការចែករំលែកនិងការបង្ហាត់បង្ហាញនូវចំណេះដឹងនិងចំណេះធ្វើដែលអ្នកមានដល់អ្នកដទៃគឺជាការចូលរួមដ៏អស្ចារ្យនៅក្នុងការអភិវឌ្ឍសង្គមជាតិដើម្បីឲ្យស្ថាប័នមួយជឿនលឿននិងមានភាពលូតលាស់ទៅបានសូមតម្រូវឲ្យមេដឹកនាំត្រូវឈានមុខចូលរួមប្រឡូកដោយផ្ទាល់នៅក្នុងការប្រកួតប្រជែងការជឿជាក់ទៅលើខ្លួនឯងនាំមកនូវសក្តានុពលដ៏ខ្លាំងក្លាចំពោះភាពរីកចម្រើននិងអភិវឌ្ឍរៀនច្រើនកើនចំណេះប៉ុន្តែសង្គមបានតែពូកែរៀនហើយអត់ពូកែចេះដូច្នេះសូមរៀនឲ្យប្រកបអាជីពខ្ញុំសប្បាយចិត្តជាមួយនឹងឆន្ទៈនិងទង្វើរបស់ខ្ញុំដែលខ្ញុំបានធ្វើចំពោះខ្លួនឯងគ្រួសារនិងសង្គមប្រទេសជាតិរបស់ខ្ញុំធ្វើអ្វីក៏ដោយត្រូវដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនឯងឲ្យបានច្បាស់បទពិសោធន៍គ្រប់រសជាតិនៃជីវិតគឺកើតឡើងពីការលះបង់របស់អ្នកមានគុណខ្ញុំអាណិតដល់និស្សិតខ្មែរមួយចំនួនណាស់ចំពោះគាត់វង្វេងដោយសារតែរៀនជំនាញច្រើនពេកឬរៀនខុសជំនាញដោយមិនបានទទួលការណែនាំនិងប្រឹក្សាច្បាស់លាស់សូមមួយស្វែងយល់ឲ្យបានច្បាស់លាស់នឹងមុនជ្រើសរើសការសិក្សាជំនាញណាមួយជំនាញទំនួលសាធារណៈនិងការទូន្មានសារៈសំខាន់បំផុតសម្រាប់ការរស់នៅក្នុងសង្គមដូច្នេះសូមស្វែងយល់ឲ្យបានច្រើនបើយើងរកស៊ីដើម្បីអនាគតកូនអញ្ចឹងគ្មានអ្វីសំខាន់ជាងការយកចិត្តទុកដាក់ទៅលើកូនរបស់យើងនោះឡើយគ្រប់សកម្មភាពដែលខ្ញុំបានធ្វើគឺខ្ញុំសប្បាយចិត្តនឹងធ្វើដើម្បីចែករំរួមចំណែកសាបនាជាតិនិងអភិវឌ្ឍប្រជាពលរដ្ឋរបស់ខ្ញុំជីវិតយើងមានការឡើងមានចុះពេលដែលឡើងកុំមើលលើហើយពេលដែលចុះកុំមើលក្រោមត្រូវមើលលើមើលក្រោមហើយស្ពឹងថ្លៃឲ្យបានច្បាស់លាស់ជីវិតគឺប៉ុនទៅដោយក្តីសង្ឃឹមទៅមុខបើទោះបីជាក្នុងនោះមានរឿងល្អនិងមិនរឿងអាក្រក់ក៏ដោយបើខ្ញុំធ្លាប់ឈឺចាប់ខ្ញុំនឹងរឿងអ្វីមួយខ្ញុំនឹងមិនធ្វើឲ្យអ្នកដទៃឈឺចាប់ទោះរឿងនោះដូចខ្ញុំដែរឡើយមេដឹកនាំល្អគឺជាមេដឹកនាំដែលផ្ដល់នូវគំរូផ្ដល់ការអប់រំនិងតាមដានពីការរបស់ក្រុមយ៉ាងហ្មត់ចត់សូមកុំប្រើភាពចេះដឹងរបស់អ្នកបំផន់ភ្នែកអ្នកដទៃក្នុងបំណងជិះជាន់គេសង្កត់ឬក៏គេប្រវាញ់ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួននិងក្រុមបកពួកខ្លួនឯងឲ្យសោះ